ពិធីសម្ពោធសមិទ្ធផលនានានៅក្នុងបរិវេណតំបន់ឆ្នេរអូឈើទាព្រមទាំងបានរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈវប្បធម៌ខ្មែរនិងលេងល្បែងប្រជាប្រិយនៅក្នុងឱកាសអបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី2026 នៅល្ងាចថ្ងៃអាទិត្យទី 5 ខែមេសាឆ្នាំ 2026 ឯកឧត្តមវងផាណាតប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកជំទាវបានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលនានានៅក្នុងតំបន់ឆ្នេរអូឈើទានិងព្រឹត្តិការណ៍សម្ដែងសិល្បៈវប្បធម៌ខ្មែររួមទាំងលេងល្បែងប្រជាប្រិយដើម្បីអបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ 2570 គ្រិស្តសករាជ 2026 ក្រោមប្រធានបទស្នាមញញឹមនិងក្តីសង្ឃឹមនៃខេត្តព្រះសីហនុ Smiling and Hoping of ព្រះសីហនុ Province ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងនៅក្នុងបរិវេណឆ្នេរអូឈើទាដែលស្ថិតនៅក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុនៅក្នុងឱកាសនោះដែរឯកឧត្តមម៉ាងស៊ីណេតបានមានប្រសាសន៍ថាស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងតែត្រៀមរៀបចំមហាសង្ក្រាន្តឆ្នាំមមីទទួលទេវតាឆ្នាំថ្មីព្រះនាមរសស្យាទេវីជាបុត្រីទី3កបិលមហាព្រំនិងបង្ហាញនៅសេចក្តីស្រឡាញ់ចំពោះជាតិមាតុភូមិតាមរយៈរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវវចនាជាតិសាសនាព្រះមហាក្សត្រប្រកបដោយជំនឿមុតមមចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើងគឺសាមគ្គីរស់សាមគ្គីឈ្នះហើយគ្មានអនុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយហើយព្រឹត្តិការណ៍នៅក្នុងពេលនេះគឺបានបង្ហាញគោលបំណងផ្សព្វផ្សាយទៅដល់សាធារណជនទាំងភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តឲ្យបានកាន់តែច្រើនកកកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីលើកកម្ពស់និងបញ្ជ្រាបការយល់ដឹងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណកាលមកដោយពិធីបុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យសំខាន់នៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់ប្រជាជនខ្មែរដ៏យូរលង់មួយជាមួយគ្នានោះផងដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុក៏បានបញ្ជាក់ថានៅក្នុងពិធីសម្ពោធសមិទ្ធផលនានាគឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តសហការជាមួយនឹងមន្ទីរអង្គភាពនិងបងប្អូនម្ចាស់តូបរៀបចំគម្រោងកែលម្អឆ្នេរអូឈើទារបស់យើងដែលរួមមាន1រៀបចំចំណតរថយន្តសម្រាប់បញ្ចប់ 100% ការងារចាក់បេតុងនិងគូសស្លាកសញ្ញាជាដើមរួមទាំងដាក់ភ្លើងបំភ្លឺសូឡា69ដើម Regalu Takova ចំនួន27កន្លែងដាំដើមអង្គាសីល311ដើមនិងដាំដើមស្លាកំប្រុក86ដើមដើមឈើទាល200ដើមនិងដាំស្មៅទំហំ1200ម៉ែត្រការ៉េ 2ការងារគ្រប់គ្រងប្រព័ន្ធអគ្គិសនីជំរុញបងប្អូនអាជីវករតបណ្ដាញអគ្គិសនីនិងខ្សែកាបអុកតិចក្រោមដីក្រោយតូបអាហារនីមួយ3សាងសង់ផ្លូវដើរក្រោយតូបនិងផ្លូវដើរមុខតូបដោយចាក់បេតុងនិងអ៊ុតពណ៌បានបញ្ចប់ 100% 4កែលម្អតូបអាហារនិងបើកផ្លូវដើរចូលឆ្នេរចំនួន7ច្រក 5បំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងចំណតរថយន្ត 6បានបញ្ចប់គម្រោងសាងសង់ឃ្លាំងស្តុកពងមួយខ្នងទទឹង8ម៉ែត្រនិងបណ្ដោយ15ម៉ែត្រ 7សាងសង់ស្លាកខ្ញុំស្រឡាញ់ក្រុងព្រះសីហនុអ៊ុតពណ៌នៅក្នុងបរិវេណរង្វង់មូលបេះដូង 8លាបពណ៌ខ្លោងទ្វារឆ្នេរនិងស្លាកក្លឹបឆ្នេរឡើងវិញ 9ជួសជុលបន្ទប់ទឹកសាធារណៈមួយខ្នងនិងសាងសង់អគារសម្រាប់កម្លាំងកងរាជអាវុធហត្ថយាមប្រចាំការ 10ដាក់ដុំបាល់នៅផ្លូវចេញចូលឆ្នេរដើម្បីការពារការជិះម៉ូតូចូលឆ្នេរកំសាន្តដែលបង្កឲ្យមានគ្រោះថ្នាក់ហើយសមិទ្ធផលទាំងអស់នេះគឺបានប្រែក្លាយឆ្នេរអូឈើទាជាទិសដៅទេសចរណ៍ស្អាតទំនើបនិងមានស្តង់ដារអន្តរជាតិស្របទៅនឹងគោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុឲ្យក្លាយទៅជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រឈានមុខហើយនៅក្នុងនោះផងដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏សូមអំពាវនាវទៅដល់គ្រប់ភាគីបន្តចូលរួមថែរក្សាសមិទ្ធផលនេះសម្អាតអនាម័យបរិស្ថានសម្អាតឆ្នេរអូឈើទាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតដើម្បីប្រយោជន៍រយៈពេលវែងសម្រាប់សេដ្ឋកិច្ចនិងជីវភាពរបស់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុទាំងមូល